នឹងនាំអ្នកបង្កើតវេទិកាពីររូបមកតំបន់ទីតាំងទេសចរណ៍ដ៏ឆ្ងាយជាងគេនៅក្នុងប្រទេសកម្ពុជាយើងនោះគឺចោលខ្លាំងរហូតម៉ោង 1:18 នាទីយកមិញគឺមិនបានគេងតែម្ដងស្អាតបោះគេយុយទឹកអូខ្លាំងណាស់បងប្អូនខ្ញុំតែតាមរយៈ Beaconing របស់ Oppo ក្នុងដំណើរលើកនេះខ្ញុំបងមុនលេងនិងបងដេបរ៉ាគឺជួបរឿងរ៉ាវច្រើនរសជាតិមែនតើបងប្អូនអរគ្នាចង់ដឹងថាពួកគាត់បាយគូនបាយខ្លះយើងទៅតាមដានទស្សនាទាំងអស់គ្នាស្វាគមន៍បងប្អូនអរគ្នាមកកាន់វីដេអូថ្មីដំណើរលើកនេះខ្ញុំនឹងនាំ guest ទាំងពីរនាក់របស់ខ្ញុំជា guest ដំបូងហ្នឹងណាមកចល័តសាកភ្លក់រសជាតិថ្មីនៅតំបន់វាធំស្ថិតនៅក្នុងអូសៀនជាតិវីរៈជ័យយើងកំពុងតែនៅទឹកដីស្រុកតាវែងនៅខេត្តគេរតនគិរីមុនចូលគេងយប់នេះគឺយើងរៀបចំឲ្យបានរួចរាល់ហើយត្រៀមសម្រាប់ថ្ងៃស្អែកឥឡូវយើងកំពុងតែត្រៀមខ្លួនដើម្បីយើងឡើងទៅលើភ្នំថ្ងៃស្អែកបាទហើយយប់នេះគឺថាភ្លៀងឡើងសាច់មកហើយទៅជាមួយយើងទៅដល់លើភ្នំប៉ុណ្ណាទៅណាលើកទី1បានដើរលេងជាមួយនឹងនារីចល័តក្របាទសប្បាយចិត្តខ្លាំងមែនទែនមើលកប់ប៉ុណ្ណាបាទចាំមើលថាកប់ប៉ុណ្ណាបាទកប់សេរីកប់ goal ជាមួយនឹងចល័តចកដែលលេងអិចចល័តចកអញ្ចឹងបងប្អូនអរគ្នាឥឡូវនេះគឺបងមិនលេងបងដេបរ៉ាខ្ញុំហើយនឹងបងសាន់ដឺបានរៀបចំខ្លួនរួចរាល់ជាស្រេចសម្រាប់ការត្រៀមខ្លួននៅក្នុងការបាយក្អួតអានោះបាយក្អួតនេះក៏មិនទេអាលក្ខណៈថាទៅលក្ខណៈថាតែឈ្មោះផុកអញ្ចឹងបងកាយគាត់បានប្រាប់ពួកខ្ញុំថាលើបបាក់អោនើយអាកៅណៃមកលើកមុនណាឥឡូវបបាក់ជាងមុនទៀតតែអាកាមកលើកមុនណាខ្ញុំឡើងចេះតែចាំមើលលើកហ្នឹងតើខ្ញុំអាចនាំបងដេបរ៉ាបងមុនលេងឡើងទៅដល់តំបន់វាធំដែលជាទីតាំងទេសចរដែលឆ្ងាយបំផុតសម្រាប់ពួកយើងនៅក្នុងប្រទេសកម្ពុជាយើងបានអត់តាមដានទស្សនាទាំងអស់រៀនថាបងមុនលេងបងដេបរ៉ាជួបបញ្ហាគេខ្លះនៅក្នុងដំណើរនៃការផ្សងព្រេងនេះ trip នេះប្រាប់តកូនតចៅហ្នឹងតាយើងយេខ្ញុំនិយាយមែនគ្រាន់តែផ្លូវចាប់ដើមខ្ញុំមានអារម្មណ៍ថាសប្បាយបាត់ហើយនឹងស្រួងវែងខ្ញុំមិនខ្ញុំសប្បាយលើជីច្រឡុកហើយខាងក្រោយយើងនឹងជាទន្លេសេសានអូតែយើងជិះមកឃើញហ្នឹងហើយទន្លេសេសានលុយហ្នឹងស្បតលឺអត់ដែលឃើញឥឡូវឃើញទន្លេសេសានទៀតយើងឆ្លងទន្លេសេសានហ្នឹងឡើងភ្នំលើកនេះគឺយើងនឹងប្រើប្រាស់ Oppo A6 Pro ដែលជាទូរស័ព្ទស័ក្តិសមមែនទែនសម្រាប់អ្នកឡើងភ្នំមាន function ល្អច្រើនដែលស័ក្តិសមប្រើបំផុតនៅពេលដែលយើងឡើងភ្នំអញ្ចឹងចង់ដឹងថា Oppo A6 Pro នេះមានប្រយោជន៍មិនខ្លះនៅក្នុងវីដេអូនេះពួកខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាចូលមកដល់បេសកកម្មនៃការឡើងភ្នំរបស់យើងវិញឥឡូវនេះគឺយើងបានមកដល់ទន្លេសេសានហើយយើងត្រូវឆ្លងទៅត្រង់ម្ខាងទៀតដោយប្រើសាឡាងនេះពួកគាត់បានត្រៀមខ្លួនរួចរាល់ហើយអញ្ចឹងដំណាក់កាលទី1បានចាប់ដើមនិយាយត្រង់ខ្ញុំអត់មានធៀមខ្លួនសម្រាប់ចូលផុកទេខ្ញុំគិតថាគ្រាន់តែដើរឡើងភ្នំធម្មតាតែគ្រាន់តែបើកក្បាលមកលេងផុកត្រឹមកជើងត្រឹមជង្គង់អីវ៉ាន់សប្បាយមែនតើ trip មួយនេះអញ្ចឹងមុំទៅដល់លើទៀតតើសប្បាយយ៉ាងណាទៅដល់ដំណាក់កាលទី2ឆ្លងកាត់អូជ្រៅពេលយើងមកពីចង្ងាយឃើញថាទឹកហ្នឹងហូរធម្មតាប៉ុន្តែតើតដើរចូលខ្លួនឯងមិនដឹងថាទឹកហ្នឹងវាហូរខ្លាំងប៉ុណ្ណាជើងខ្ញុំឡើងទន់ហ្មងអ្នកទាំងអស់គ្នាហើយទៅឡើងចង់ល្អខ្លួនហូរតាមទឹកទៀតតែខ្ញុំមិនសើបងសហគមន៍ណាគាត់មានទាំងកម្លាំងមានទាំងការតស៊ូលើកម៉ូតូឆ្លងកាត់អូមួយហ្នឹងមកម៉ូតូត្រូវលើកហ្នឹងក៏ច្រើនអូត្រូវឆ្លងហ្នឹងក៏ច្រើនទៀតពេលមកដល់អូមួយនេះទឹកហូររៀងស្លូតតិចហើយទេសភាពក៏ស្អាតដែរយើងក៏ឈប់ថតរូបខ្លះទុកជាអនុស្សាវរីយ៍បន្ទាប់មកយើងក៏បន្តដំណើរបេសកកម្មរបស់យើងហើយត្រូវឆ្លងកាត់អូ2 3ទៀតនិយាយទៅអូហ្នឹងអត់ចប់ពេលហ្នឹងរៀងអស់កម្លាំងតិចដែរប៉ុន្តែគ្រាន់តែមកដល់កន្លែងនេះគឺថាខ្ញុំមានក្តីសង្ឃឹមហ្មងព្រោះអីបានសម្រាប់ញ៉ាំបាយអូខេបងប្អូនអរគ្នាឥឡូវនេះយើងបានមកដល់ទីស្នាក់ការថ្មីហើយឥឡូវនេះគឺយើងបានធ្វើដំណើរបាន 30% ហើយពីជើងភ្នំមកនិយាយទៅគឺថា best តែម្ដងមានអារម្មណ៍មិនដែរមានអារម្មណ៍ថាសប្បាយ 30% សប្បាយប៉ុណ្ណឹងហើយទឹកទី1លេងប៉ុណ្ណឹងហ្នឹងហើយចុះកញ្ញាត្រៀមខ្លួនហើយនៅសម្រាប់ទឹកទី2ហើយតោះយើងញ៉ាំបាយសិនចាំបន្តដំណើរទៅមុខទៀតហ៎
chất nhắm tờ năng này năng con này tiếng sao បន្ទាប់ពីបាយថ្ងៃហើយយើងដើរចេញទៅបដាគាត់ដើរចេញទៅភ្លាមថ្ងៃចេញមកផ្លែក់ I'm a bit nervous ពួកអីមិញនឹងនារីចរាចរណ៍ប្រាប់ថាផ្លូវដែលយើងដើរហ្នឹងគឺចាប់ដើមកន្លែងដែលមានទៀកច្រើនហើយមកជីវិតខ្ញុំគឺខ្ញុំខ្លាចឆ្លើងហើយទៀកហ្នឹងខ្លាំងហ្មងអញ្ចឹងយើងចាំទៅមើលទាំងអស់គ្នាអត់អីយើងមកដល់ហើយ face it និយាយទៅបងប្អូនពីកន្លែងនេះយើងញ៉ាំបាយថ្ងៃរួចរាល់ហើយនឹងគឺចោតរហូតហ្មងហើយចោតខ្លាំងទៀតហើយបងមិនលេងវិញណាគឺដើរដួលរហូតសម្បីតែបងសហគមន៍ក៏គាត់ពិបាកនៅក្នុងការជិះម៉ូតូឡើងដែរតែសម្រាប់ដំណាក់កាលមួយនេះខ្ញុំជឿថាឧបសគ្គដែលធំបំផុតសម្រាប់បងដេបារ៉ាគឺមិនមែនជាផ្លូវចោតខ្លាំងទេប៉ុន្តែគឺជាសត្វទៀកខ្ញុំឲ្យគាត់ចាប់ទៀកទូចមួយដែរហើយក៏អត់ខ្លាចទេប្រហែលមកពីទៀកនឹងវាទូចហើយខ្ជូតដល់ទៅជួបរបស់ប៉ិតមិនដឹងប្រឹង វាដូចមានស្អីដែលស្អិតជាប់យើងមិនតិចដូចដូចកាត់ខ្យង space អត់ជាប់ វាមានជើងទូចដូចបលាជាប់យើង អត់មានជើងមកពីណា អាខ្លួនវាដូចមានអី អាមាត់វាបាយយើងដល់អា ថាផ្ដងចោលហើយទៅមុខនឹងដល់កន្លែងល្អហើយ អូខេយ៉ាគូផ្លូវនេះគឺថាល្អលដូចគេនិយាយមែនបើសិនជាដើរអត់ស្រួលទេគឺថាប្រាយល្អលចូលទៅខាងក្រោមល្មៀលទៅហ្មងព្រោះវាមិនមែនធន់ធំតែល្អលទេគឺវាចោះចំណោតទៀមម្លាយតែបដោតលើផ្លូវបបាឥឡូវស្រាប់តែនារីដើរហួសទៅមុនបាត់ ដោយសារតែខ្ញុំចុះទៅមុនគាត់បន្តិចអញ្ចឹងទៅយើងដាច់ឆ្ងាយពីគ្នាហើយយើងអត់មានសេវានៅក្នុងការតាក់ទងគ្នាអញ្ចឹងខ្ញុំក៏បានប្រើប្រាស់ Oppo A7 Pro តាក់ទងទៅពួកគាត់តាមរយៈ Beacon Link អត់មានសេវាណា ក៏អត់មានសេវាទេចូលទៀតលុយមែន ចំនួនចោលទេ អត់ឃើញលើកមើល ឡូបង អាឡូ ឡូបងដល់ណែអីបង ពួកខ្ញុំទៅដើរផុតអាកន្លែងលូនមិញហ្នឹងហ៎ ហ្នឹងហើយនៅក្រោយហ្នឹងឯងនៅក្រោយហ្នឹងឯង បាទដើរទៅបដា អូខេ see you bye bye see you ឡយឃើញទេអ្នកគ្នាអត់មានសេវាក៏អាចខលបានដែរឲ្យតែយើងប្រើទូរស័ព្ទនេះហើយយើងមកយើង connect គ្នាហើយមកគឺយើងអាចដើរលឺមកបាទបងប្អូនអ្នកគ្នាឥឡូវនេះគឺចិត្តដល់មែនតើហើយយើងបានមកដើរកំពូលភ្នំជីអ៊ីហើយដើរទៅជប់បាក់ស្ពាននេះហ្នឹងអូមកវាគេបាច់អានោះហើយដើរដល់បាទបាក់ស្ពានបាទថ្ងៃមុនទៅតែមកគេប្រាប់ថាចិត្តបាក់ អូខេទៅដល់ច្បាស់ គេថាដើរបានតែម្នាក់ឯង ឥឡូវបាក់ បងប្អូនអ្នកគ្នានេះឥឡូវបាក់ស្ពានហើយកាលមុនមានស្ពាននឹងមួយស្អាតណាបងប្អូនអ្នកគ្នាឥឡូវហ្នឹងគឺយើងម៉ោងប៉ុន្មានហើយបងម៉ោង 5:20 ហើយយើងនៅក្នុងព្រៃនៅទេនិយាយទៅយើងដល់កន្លែងអូហើយរត់ដងគឺមានស្ពានប៉ុន្តែលើកហ្នឹងគឺបាក់ស្ពានបាត់ហើយអត់ដឹងថាសហគមន៍គាត់មកតាមក្រោយហ្នឹងគាត់ដឹងអត់ទេព្រោះដឹងថាស្ពានហ្នឹងទៅបាក់ឬក៏យ៉ាងណាអញ្ចឹង ទៅចាំពួកគាត់មកវិញសិន ខ្លាចកាពិតពួកយើងអាចដើរឆ្លងបានដោយតែទឹកខ្លួនប៉ុន្តែខ្លាចតែពេលយើងដើរទៅបាត់គាត់ឆ្លងអត់កើតទៅតែយើងមកហូបនៅនោះទាំងអស់បងប្អូនអ្នកគ្នាឥឡូវយើងជួបបញ្ហាមួយហើយគឺថាដាច់ពីកាយហើយស្ពានបាក់ខ្ញុំអង្គុយចូលមកកន្លះម៉ោងជាងហើយឥឡូវស្ថានភាពយើងមិន អូខេស្ថានភាពយើងឥឡូវយើងសម្រាប់ចិត្តថាយើងនឹងដើរបកត្រឡប់ទៅក្រោយវិញដើម្បីរកពួកគាត់ហើយចាំយើងគិតទៀតបើសិនយើងឃើញគាត់យើងជិះមកវិញមួយគាត់គាត់អត់ចង់ឲ្យគ្នាយើងរងចាំអញ្ចឹងមុខផងអីផងហ្នឹង បាយធ្លាយហើយព្រះអើយមានយុវជនចំនួន 4 នាក់បានដាច់ពីអ្នកមេកទេសទេសចរដែលជួនមកវាធំដូច្នេះពួកគេសម្រាប់ចិត្តដល់បកទៅវិញយើងអត់គួរអត់ទុកOppo ឲ្យនេះមួយសហគមន៍មួយអាចតាក់ទងគ្នាដូចឲ្យកូមងាប់បើយើងចាំដល់ពេលណានេះយេហើយឃើញហើយឃើញភ្លើងហើយយេបងស៊ូបងអាយមួយអូបងអើយអស់ហើយខ្ញុំគិតថាកន្លែងនេះមិនធម្មតាជាកន្លែងតែឆ្ងាយជាងគេសម្រាប់ពួកខ្ញុំទេជាកន្លែងតែពិបាកជាងគេពីមុនមកហ្មងតាំងពីខ្ញុំដើរភ្នំមកទទួលស្គាល់ថាវាមានខែខ្លះស្រួល
ប៉ុន្តែក្នុងពេលនេះគឺវាហ៊ានពិបាកមិនថាខ្ញុំឬក៏សហគមន៍ទេគឺគាត់បាក់ទាំងអស់ហ្មងឥឡូវហ្នឹងគឺថាម៉ោងចូល9ហើយអញ្ចឹងទៅរៀងយកไปពួកគាត់អត់ទាន់បានហូបបាយពួកខ្ញុំអីក៏រៀងហេវដែរអញ្ចឹងទៅគឺយើងឈប់តាមផ្លូវហ្នឹងចិត្តដល់ហើយប៉ុន្តែទៅប្រកាត់ភ្លើងដាំទឹកឆុងមីឆុងអីហើយបានយើងញ៉ាំមានកន្លងធ្វើដំណើរទៅបន្តទៀតបកងតាពួកខ្ញុំនឹងឆ្លងអូតកើតកងអីពួកខ្ញុំដល់ខាងលើតាំងពីមេឃល្ងិតតិចៗចុះបងប្អូនហើយប៉ុន្តែធ្វើម៉េចឥឡូវយើងជុំគ្នាហ្មងទៅក៏ល្អដែរសុខភាពវាប៉ុន្តែទៅជីទៅទៀតដើម្បីទៅកន្លែងគេង ចាំឲ្យយើងដើរឆ្លងពីទៅចាំជុំគ្នា ហ្នឹងហើយ យើងមិនទឹកហើយដាំបាយហើយនៅកន្លែងចង្ក្រានរោងចង្ក្រានហ្នឹងលើហ្នឹងយើងជិះឡើងទៅកំពូលដើម្បីរៀបចំដាក់តង់ បាទប្រចាំថ្ងៃខ្ញុំ ចាកន្លែងយើងញ៉ាំអីតង់អូចោលអាប់ឯនេះ ម៉ោង1:18 នាទីហើយពួកខ្ញុំពងអង្គុយញ៉ាំបាយបើនិយាយពីទូរស័ព្ទ Oppo A6 Pro នេះវិញណាគឺកាន់ថ្មមែនតើអ្នកទាំងអស់គ្នាប្រើតាំងពីព្រឹកថតរូបតាមផ្លូវផង call big calling ហងទេមកដល់ពេលនេះនៅថ្មពេញ M Srem ហ្មងបងប្អូន អូខេអ្នកទាំងអស់គ្នាឥឡូវហ្នឹងកំពុងតែភ្លៀងខ្លាំងនៅខាងក្រៅហើយ ម៉ោង 2:15 នេះឡើយហ្នឹង ហ្នឹងហើយហើយឥឡូវហ្នឹងគឺថាយើងដាក់តង់យើងលិចទាំងខាងលើលិចទាំងខាងក្រោមឥឡូវយើងស្រែខាងលើហើយតែនៅខាងក្រោមវានឹងបន្តការជ្រាបទៀតតែ hopefully វាជ្រាបតែប៉ុណ្្នឹងឥឡូវយើងរៀបចំឲ្យបានផ្សេងtrip ដូចនេះពិតជាមានអនុស្សាវរីយ៍ខ្លាំងណាស់បាទព្រោះយើងអត់ដឹងយើងគិតថាតង់យើងអត់ឥតលើអីក៏ដោយអូខេហើយនារីឥឡូវហ្នឹងអូខេហើយអរគុណ អរគុណច្រើន Good night Good night Good night អ្នកទាំងអស់គ្នាបើមានអីទៀតយើងនឹងអាប់ដេតទៀតដល់យើងគេងសិនណា ម៉ោង 4:25 ហើយតង់យើងគឺថាលិចតែម្ដងអ្នកទាំងអស់គ្នាដោយសារតែវាជ្រាបទឹក លិចតែបរិបូរ ទឹក ណ៍ តែម្ដងនេះ ភ្លៀងអត់ឈប់ហើយទៅគោលាន់ផ្ទះពេញហ្នឹងហ្មង ចឹងយើងគេអត់កើតទេឥឡូវយើងសម្រេចចិត្តថាពាក់អាវភ្លៀងមកដេកនៅក្នុងតង់តែម្ដងប៉ុន្តែយើងអាចនឹងអង្គុយដល់ភ្លឺអត់ដេកច្រើនជាងដោយសារយើងគេអត់កើតហើយមិនយើងរៀបចំមកវ៉ាន់យើងឯណាដែលត្រូវទឹកខូចអីយើងដាក់ទៅខាងក្រៅហើយណាត្រូវទឹកអត់អីយើងដាក់នៅក្នុងហ្នឹងសិនមានតែប៉ុណ្្នឹងហើយអត់ដឹងថាថ្ងៃស្អែកយើងនឹងទៅ challenge បែបណាអីយ៉ាងណីយើងអាចគេង1ម៉ោង2ម៉ោងហើយក្រោកមកធ្វើ challenge អីអត់ដឹងដែរហ្នឹងតែឥឡូវនេះភ្លៀងអត់ព្រមឈប់តែម្ដងគប់ទល់ឡើងជាប់ហើយហើយ យប់មិញម៉ោង 1 អីដែរអញ្ចឹង bây giờ lại với ấy បងប្អូនអរគ្នាឥឡូវហ្នឹងគឺវាមានបញ្ហាខ្លាំងមួយទៀតដែរគឺ challenge ខ្លាំងដែលថាថ្ងៃហ្នឹងថ្ងៃភ្លៀងចឹងពួកយើងបានជួបបញ្ហាភ្លៀងខ្លាំងនៅកំពូលភ្នំហ្នឹងតែម្ដងហើយឥឡូវបងប្អូនចេញទៅខាងក្រៅដើម្បីធ្វើការហ្នឹងហើយអូខេអត់អីទេបងអូខេធ្វើការរៀបចំនៅខាងនោះដោយសារជ្រាបតាមសម្បីតង់ខ្ញុំក៏ចង់ទៅពុតស្ទើតែមិនចង់ទប់ដែរអញ្ចឹងយើងបដូរពីតង់2មកតង់1ជុំគ្នាសិនព្រោះឥឡូវម៉ោង4នេះចិត្តភ្លឺហើយយើងទៅកេងបានម៉ោង2នេះហើយអត់ទាន់បានកេងអីត្រឹមត្រូវហ៎ឥឡូវតង់យើងឡាវបែបហ្នឹងពេលពួកខ្ញុំចេញពីទឹកទឹកហើយចូលវិញណាความភ័យភ្លៀងឬតែមកដល់ខាងហើយភ្លើងខ្លាំងនេះពួកលេងឆក់ដៃតិចតិចវានឹងខ្លាយទៅជាការចងចាំមួយដ៏មិនអាចបំភ្លេចបានហើយស្ដាប់មេឃនេះមើលចឹងដឹងថាមិនមែនសុកសំលៀងគេមួយទេខ្ញុំមិនដឹងក៏ពួកគាត់បារម្ភពីយើងដែរខ្ញុំគិតចឹងដែរហើយខ្ញុំឧស្សាហ៍វងសិនដែរនេះហ្នឹងដល់កយនិយាយទៅយកនឹងស្ទើតែមិនបានគេងឃើញបិទណាចឹងតែគេញ៉ាំលក់វាញ់ធ្វើអីខ្ញុំបងទាំងអស់ហ្នឹងហើយលក្ខណៈ ខ្ញុំពីនេះប្រាស់ខ្ញុំវិញ ដល់កយ trip មួយ
ខ្ញុំនិយាយមកខ្ញុំតែពិបាកtrip ខ្ញុំដើរពី150គីឡូម៉ែត្រខ្ញុំអត់ពិបាកខ្លាំងចាស់ហេបងខ្ញុំទៅដល់ខ្ញុំបានយ៉ាងណាក៏យើងដើរហត់ពេញមួយថ្ងៃយើងបានគេងតែនេះបាក់តាំងពីវាបាក់អីវាហត់តាំងពីព្រឹកវាដាច់យើងទៅ3 4ដងហ្នឹងហើយវាអស់ខ្លាំងហើយឡើងមកដល់នេះយើងគិតថានឹងបានមកដល់ heaven នេះណាតែវាដូចនេះមែន heaven បើយើងនៅអង្គុយសាច់គឺវាពិបាកចិត្តហើយចង់យើងព្យាយាមធ្វើអីដែលយើងធ្វើបាន enjoy មកឆំតែ បានគេងមកយកឥឡូវនេះគឺយើងបានឃើញទស្សនវិជ្ជាដ៏ស្រស់ស្អាតហើយមែនហើយមិនដែរបងដែរបារាឃើញទស្សនវិជ្ជាវាធំហើយមានអារម្មណ៍ថាសោកស្ដាយជាមួយនឹងការខិតខំអត់ទេមានអារម្មណ៍ថាទោះបីបានដេកក៏ដោយពេលបើកភ្នែកមកឃើញទេសភាពចឹងដូចព្យួរសរង10កំផើកឡើងវិញចឹងមាន energy មកចង់និយាយថាអត់ស្ដាយទេយីមែនទោះបីជាអត់បានគេទោះបីជាត្រូវដើរឆ្ងាយទោះបីជាអីតែទស្សនវិជ្ជាប៉ុណ្នេះគឺថារកមិនបានទេដោយសារតែយើងយប់មិញអត់បានគេអញ្ចឹងទៅយើងអាចអត់ញ៉ាំបានទេអញ្ចឹងត្រូវតែបខំចិត្តញ៉ាំអាហារពេលព្រឹកហើយពេលហ្នឹងកំពុងតែញ៉ាំហ្នឹងស្រាប់តែទេសភាពអូយស្អាតមែនតើបងប្អូនក៏ទាញទូរស័ព្ទយកមកថតរូបទាំងអស់គ្នាហ្មងទៅនិយាយទៅ Oppo A6 Pro នេះ best ខ្លាំងមែនតើបងប្អូនឡើងមកដល់លើភ្នំហើយទូរស័ព្ទផ្សេងអត់មានសេវាណាប៉ុន្តែ Oppo A6 Pro នេះចាប់សេវាបានមើល YouTube អីមិនឆ្ងាញ់ហ្មងនិយាយទៅកន្លែងណាដែលសោយសេវា Oppo A6 Pro នេះមាន function ពិសេសមួយគឺ AI Link Boost ជួយចាប់សេវាបានខ្លាំងជាងទូរស័ព្ទនានាទៀតហើយដូចខ្ញុំធ្វើដំណើរឡើងតាមផ្លូវមកអត់មានទាំងសេវាអត់មានទាំងអ៊ីនធឺណិតតែខ្ញុំអាចតាក់ទងទេទៅបងដេបារ៉ាបានណាគឺខ្ញុំប្រើ AI Backlink លយខ្លាំងមែនតើបងប្អូននិយាយគ្នាមិនបាច់ចាំបាច់មានសេវាមានអ៊ីនធឺណិតបងប្អូនគ្រាន់តែមានទូរស័ព្ទ Oppo A6 Pro នឹងមកបន្ទាប់មកចូលទៅក្នុងកន្លែង call ហើយយើងចូលទៅ function មួយឈ្មោះថា Backlink ហើយយើងនឹងឃើញ nearby people ហើយអញ្ចឹងយើងចុចទៅនេះទៅបងដេបារ៉ាបាត់លយខ្លាំងហ្មងហើយបាននិយាយពីអេក្រង់គេវិញគឺថាភ្លឺថ្លាច្បាស់មើលទៅត្រជាក់ភ្នែកល្អហ្មងដោយសារតែ Oppo A6 Pro នេះគឺមានបំពាក់នៅបច្ចេកវិទ្យាអេក្រង់ AMOLED ដែលភាគច្រើនគឺមានតែទូរស័ព្ទថ្លៃឯដែលគេដាក់ប៉ុន្តែ A6 Pro នេះអាចធ្វើបានតោះមកនិយាយពីរូបរាងទូរស័ព្ទមួយនេះវិញគឺស្អាតមែនតើបងប្អូនការរចនារបស់គេមើលទៅស៊ីវិល័យថ្លៃថ្នូរហើយពណ៌វិញគឺ trending ទាន់សម័យមែនតើអាចប្រើបានគ្រប់វ័យតែម្ដងជាពិសេសគឺ Gen Z នឹងឯងត្រូវម៉ាច់ហ្មងហើយបើសិនជា Gen Z កំពុងតែចូលចិត្តឡើងភ្នំទៀតហិតទៅត្រូវទៀតដោយសារតែ Oppo A6 Pro នេះគឺថាមានភាពធន់កម្រិតស្តង់ដារយោធាអាមេរិកចង់ចោះទឹកក្តៅទឹកត្រជាក់ចង់ចូលផុកអីហ្នឹងក៏ថាអត់អីដែរបងប្អូនណៃដោយបងមុនលេងគាត់ត្រឡប់មកវិញនេះគឺល្អដួលចូលផុកឲ្យទូរស័ព្ទផុកឡើងពេញហ្មងហើយដល់ពេលចឹងទៅអត់ដឹងទៅមិនមានតែយកទៅលាងនៅក្នុងទឹកដើម្បីសម្អាតវានិយាយទៅគឺធន់មែនតើហ្មងចង់ចូលទឹកក៏អត់មានបញ្ហាអីដែរហើយថតក្នុងទឹកបានទៀតដូចខ្ញុំអ្នកដើរភ្នំដើរអីហ្នឹងវាមានហើយអាដួលចូលទឹកចូលផុកចូលអីហ្នឹងនិយាយទៅគឺយើងពិបាកថែទូរស័ព្ទមកអីស៊ូជាមួយនឹងអ្នកដើរភ្នំអត់រួចទេអញ្ចឹងអ្នកដើរភ្នំអាចគិតគូរឡើងវិញបានជាមួយនឹង Oppo A6 Pro នេះណាបាននិយាយពីការធន់វិញសំបីតែតម្លាក់ទៅលើថ្មក៏អត់មានបញ្ហាដល់ទូរស័ព្ទដែរនេះកម្រិតទី1តម្លាក់ទៅគឺលើកមកមានប៉ះពាល់អីទេនៅប្រើបានធម្មតាឥឡូវបងមុនលេងតម្លាក់លើកទី1លើកទី2អាលោកចុងក្រោយវិញគឺថាបងមុនលេងដូចចង់បោកយកហ្មងណាតែទូរស័ព្ទគឺនៅតែអត់មានបញ្ហាអីឥឡូវបែកដាក់មួយទៀតដាក់ទៅលើថ្មផងឥឡូវបងដេបារ៉ាអត់ចិត្តដាក់មួយទៀតអត់បែកទេបងប្អូនអ្នកគ្នាអ្នកមើលអាចមើលកញ្ចក់បាននិយាយទៅគឺនៅស្អាតល្អធម្មតាហ្មងអញ្ចឹងមានន័យថាទូរស័ព្ទ Oppo A6 Pro នេះគឺមានភាពធន់បើនិយាយពីរឿងថតរូបនៅទូរស័ព្ទនេះវិញណាបងប្អូនយើងចង់ថតរូបភ្នំរូបទឹកធ្លាក់រូប sunset អីហ្នឹងគឺថាមួយអេមហ្មងមានពណ៌ color ដិតច្បាស់ស្អាតហើយឃើញតូចអញ្ចឹងឯណាប៉ុន្តែមានទាំង night mode ហើយមានទាំង portrait ទៀតខ្ញុំចង់ឲ្យទូរស័ព្ទមួយនេះគឺកាន់ថ្មបានយូរហើយនៅពេលដែលយើងបញ្ចូលថ្មគឺ fast charge មែនតើដូចដល់80 W ហើយទាំងអស់ហ្នឹងគឺមាននៅក្នុងទូរស័ព្ទ Oppo A6 Pro ដែលជាទូរស័ព្ទស័ក្តិសមមែនតើសម្រាប់អ្នកដើរភ្នំ
តែអ្នកអត់ដើរភ្នំក៏អាចទិញប្រើបានដែរបើសិនជាចូលចិត្តនៅ function ទាំងអស់ហ្នឹងបន្ទាប់ពីយើងបានញ៉ាំបាយពេលព្រឹកហើយយើងថតរូបលេងអីមកហើយអស់ហ្នឹងគឺមេចាប់ផ្ដើមធ្លាក់អាប់មកហើយយើងបានអង្គុយលេងហើយបងមិនលេងនឹងបងដេបារ៉ាវិញគឺថាគេងមិនតិចព្រោះយប់មិញគឺគាត់អត់បានគេងទេចឹងពិបាកគាត់ដែរពេលដែលភ្ញាក់ពីគេងឡើងគឺថាហាបានមកដល់ភ្លាមតែម្ដងយើងមានសាឡោប្រងជាមួយនឹងមាន់ដិតបំពង់ពិសីដែលសហគមន៍គាត់បានធ្វើឲ្យអញ្ចឹងគឺយើងរូតរះញ៉ាំបាយបន្ទាប់មកទៀតអត់មានអីធ្វើទេយើងអង្គុយពេញកន្លះថ្ងៃហ្នឹងដោយសារតែរងចាំមើលថ្ងៃលិចចាំចុះទៅវិញមិនតាមានថ្ងៃលិចទេដោយសារអាប់ច្រើនពេកចុះអញ្ចឹងយើងក៏ប្រមូលបានចុះទៅវិញយើងបានចុះទៅក្រោមគេងហើយអូដល់ហើយអ្នកទាំងអស់គ្នាយប់មិញបើសិនខ្ញុំសម្រាប់ចិត្តថាដើរចុះមកជាកំហុសធំហ្មងនិយាយមែនឡើងល្អយប់មិញដេកសុខចិត្តដេកតាំង4នាក់បើចុះមកទាំងយប់អីចប់ទៅដល់ពេលដែលចុះមកដល់រោងចុងភៅហ្នឹងយើងក៏បានងូតទឹកហើយរៀបចំឲ្យបានគេងបន្ទាប់មកញ៉ាំបាយហើយពេលញ៉ាំហើយហ្នឹងគឺថាអត់យូរទេចូលគេងភ្លាមហ្មងដោយសារយប់មិញគឺយើងអត់សូវបានគេងទៅវិញហើយបងប្អូនអ្នកគ្នាវីដេអូហ្នឹងអត់តចប់ទេនិយាយទៅគឺថាវាមានអីមើលដល់ទីបញ្ចប់ការលំបាករបស់យើងអត់ទាន់អស់ទេបងប្អូនពេលចុះមកវិញហ្នឹងក៏មិនស្រួលដែរគឺថាមានជាការល្អដោយសារតែភ្លៀងធ្លាក់មកហើយដោយបងប្អូនបានឃើញផ្លូវពេលដែលយើងមកអញ្ចឹងគឺថាមានទាំងផ្លូវផុកមានទាំងផ្លូវចោតមានទាំងផ្លូវអីហ្នឹងហើយឆ្លងកាត់ទឹកហ្នឹងទឹកក៏ឡើងទៀតហើយពេលល្អម្ដងគឺអត់ស្រួលទេបងមិនលេងវិញឡើងលហែកគូតខោហើយមកដល់កន្លែងនេះគឺថាបិទគូតដោយការដួលរបស់បងប៊ុនលេងនឹងតែម្ដងហើយសំខាន់ទូរស័ព្ទនៅជាប់ដៃគាត់ប៉ុន្តែអត់មានបញ្ហាអីទៅលើទូរស័ព្ទទេដោយសារតែ Oppo A6 Pro នេះគឺមានភាពធន់កម្រិត IP69 ធន់ទឹកធន់ធ្លាក់អីហ្មងអញ្ចឹងពេលដួលគឺបារម្ភតែបងមិនលេងទេបើទូរស័ព្ទវិញប្រឡាក់ផុកហើយយកលាងទឹកប្រើបានធម្មតានិយាយទៅអេមស្រែហ្មងបងប្អូនអញ្ចឹងវីដេអូហ្នឹងគឺអត់មានអីច្រើនទៀតទេនិយាយទៅមកដល់អូឡែងបឋានហ្នឹងហើយគឺមានអារម្មណ៍ថាវាស្រួលជាងមុនណាស់អញ្ចឹងយើងក៏ត្រឡប់មកទីស្នាក់ការកន្លែងដែលយើងស្នាក់នៅការពីយប់ដំបូងគេរៀបចំឲ្យបានត្រឡប់មកភ្នំពេញវិញទាំងយប់ទល់ភ្លឺហ្មងបងប្អូនមកដល់ភ្នំពេញវិញគឺម៉ោង6ព្រឹកពីរតនគិរីមកដល់ភ្នំពេញណាបងប្អូនអញ្ចឹងដំណើរកម្សាន្តមួយនេះខ្ញុំមិនដឹងថាវាជាអីដែលយើងចងចាំល្អឬអាក្រក់ទេប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺភាពស្និទ្ធស្នាលពីបងមិនលេងនិងបងដែលប្រាព្រោះថាបាយទឹកអីហូបជុំគ្នាតង់នឹងក៏គេងជុំគ្នាមានសុខរួមសុខមានទុករួមទុកជាមួយគ្នាទៀតខ្ញុំក៏បានសាកល្បង explore អីដែលថ្មីជាពិសេសហ្នឹងគឺការប្រើប្រាស់ទូរស័ព្ទ Mac Oppo A6 Pro នឹងនៅពេលដែលយើងឡើងភ្នំទៀតអញ្ចឹងគឺទទួលបានរឿងច្រើនក៏ដូចជាមេរៀនច្រើនមែនតើនៅក្នុងដំណើរមួយនេះហើយក៏ចង់ប្រាប់បងប្អូនដែរបើសិនជាមាន guest ណាផ្សេងដែលចង់ឲ្យពួកគាត់មកបាយក្អួតជាមួយខ្ញុំអាច comment បានព្រោះថាជាបន្តបន្ទាប់នឹងយើងនឹងមាន guest ចូលមកបន្ថែមទៀតតាក់ទងជាមួយនឹងដំណើរកម្សាន្តរបស់យើងហ្នឹងចុងក្រោយអត់មានអីច្រើនទេអរគុណបងប្អូនអរគ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់អរគុណដល់ Oppo ដែលបាន sponsor ហើយឲ្យពួកខ្ញុំបានធ្វើដំណើរជាមួយគ្នាផងដែរជួបគ្នានៅវីដេអូក្រោយទៅកន្លែងផ្សេងទៀតជាមួយខ្ញុំនារីចល័តចរបាយបាយ